តើបរិសម្នាក់នេះគឺជានរណាទៅហេតុអ្វីបានជាកត់ក្លាហានអ្វីម្លេះហ៊ានប្រតិបត្តិការធ្វើឃាតប្រធានាធិបតីសហរដ្ឋអាមេរិកតែម្នាក់ឯងសួស្តីក៏ដូចជាជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះវិលមកជួបគ្នាសារជាថ្មីម្ដងទៀតហើយនៅវីដេអូថ្មីវីដេអូនេះផងដែរខ្ញុំនឹងនិយាយអំពីបរិសម្នាក់ដែលប៉ុនប៉ងធ្វើឃាតសម្រាប់លោក Donald Trump ដែលជាប្រធានាធិបតីរបស់សហរដ្ឋអាមេរិកនៅ Washington Hilton វាត្រូវបានគេសន្មតថាគឺជារាត្រីមួយដ៏អស្ចារ្យបំផុតអ្នកកាសែតតារាល្បីៗនិងមន្ត្រីជាន់ខ្ពស់បំផុតប្រហែលជា2600នាក់នៅក្នុងរាជរដ្ឋាភិបាលសហរដ្ឋអាមេរិករួមទាំងប្រធានាធិបតីអនុប្រធានប្រធានាធិបតីស្ទើរតែគណៈរដ្ឋមន្ត្រីទាំងមូលតែម្ដងបានប្រមូលផ្ដុំគ្នានៅក្នុងបន្ទប់ញ៉ាំអាហារមួយនៅ Washington Hilton នៅក្នុងទីក្រុង Washington DC នៅថ្ងៃទី25ខែមេសាឆ្នាំ2026មានពិធីជប់លៀងអាហារពេលល្ងាចមួយជាមួយអ្នកឆ្លើយឆ្លងព័ត៌មានសតវិមានប៉ុន្តែគណៈពេលដែលពួកគេកំពុងតែញ៉ាំអាហារនៅតុអាហាររបស់ពួកគេមានបរិសុទ្ធអាចកំបាំងម្នាក់អាយុ31ឆ្នាំមកពីរដ្ឋ California បានចូលស្នាក់នៅក្នុងសន្តាគាររួចទៅហើយដោយគេបានស្លៀកឈុតពណ៌ខ្មៅប្រដាប់ទៅដោយកាំភ្លើងខ្លី shotgun ហើយនិង handgun រួមទាំងកាំបិតជាច្រើនទៀតផងបរិសុទ្ធម្នាក់នោះគាត់មានឈ្មោះថា Cole Thomas Allen ដែលគាត់ជានរណាទៅអ្នកនរអគ្នានៅថ្ងៃនេះផងដែរខ្ញុំនឹងមកប្រាប់អ្នកនរអគ្នាឲ្យកាន់តែច្បាស់ថាគាត់គឺជានរណាគេតើគាត់ធ្វើរឿងនេះបានដោយរបៀបណាហើយនៅក្នុងខួរក្បាលរបស់គាត់កំពុងតែគិតអ្វីហើយនឹងសវត្ថភាពនៃការិយាល័យដ៏មានអំណាចបំផុតនៅលើផែនដីតើវាមានន័យបែបណាទៅរឿងរ៉ាវនៅពីខាងក្រោយលោក Cole Thomas Allen មើលទៅពិតជារឿងមួយដ៏គួរឲ្យអស្ចារ្យនិងជោគជ័យមែនទែនគាត់បានធំធាត់នៅ Los Angeles នៃរដ្ឋ California ហើយតាមរបាយការណ៍ទាំងអស់គាត់គឺជាមនុស្សម្នាក់ដែលអស្ចារ្យខ្លាំងមែនទែនអ្វីដែលគេបានបញ្ជាក់មកនៅក្នុងឆ្នាំ2017គាត់បានបញ្ចប់ការសិក្សាមកពីការតិចវិទ្យាស្ថានបច្ចេកវិទ្យា California សាលាវិស្វកម្មដ៏មានកិត្យានុភាពបំផុតនៅក្នុងពិភពលោកជាមួយនឹងសញ្ញាបត្របរិញ្ញាបត្រផ្នែកវិស្វកម្មមេកានិកខណៈពេលដែលគាត់កំពុងតែនៅទីនោះគាត់ក៏ជាផ្នែកមួយនៃក្រុមមនុស្ស5នាក់ផ្សេងទៀតផងដែរដែលក្រុមមួយនោះមានឈ្មោះថា Electric Board ដែលបានឈ្នះការប្រកួតប្រជែងរចនាវិស្វកម្មមេកានិកលើកទី31សាងសង់មនុស្សយន្តលេងបាល់ទាត់បើតាមការបញ្ជាក់ពីអ្នកដែលស្គាល់គាត់មិនត្រឹមតែជាអ្នកអានសៀវភៅដ៏ពូកែម្នាក់នោះទេគាត់ក៏ជាមនុស្សម្នាក់ដែលមានភាពច្នៃប្រឌិតខ្ពស់ការអនុវត្តជាក់ស្ដែងហើយនឹងមានមហិច្ឆតាខ្ពស់ផងដែរបន្ទាប់មកគាត់បានបន្តការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រនៅសាកលវិទ្យាល័យរដ្ឋ California ដោយបានបញ្ចប់ការសិក្សានៅក្នុងឆ្នាំ2025គាត់បានធ្វើការក្រៅម៉ោងជាគ្រូបង្រៀនហើយនិងជាអ្នកអប់រំម្នាក់ផងដែរគាត់រស់នៅជាមួយនឹងឪពុកម្ដាយរបស់គាត់នៅ Torrance តាមរបាយការណ៍ពីមនុស្សដែលស្គាល់គាត់ក៏បានបញ្ជាក់ផងដែរថាគាត់ជាមនុស្សដែលមានភាពស្ងប់ស្ងាត់ហើយនិងឆ្លាតវៃជាពិសេសនោះគាត់គឺជាមនុស្សម្នាក់ដែលឲ្យការខ្លាំងមែនទែនប៉ុន្តែនៅពីក្រោយរឿងទាំងអស់នេះមានរឿងអ្វីមួយកំពុងតែកាត់ឡើងចំពោះគាត់នៅម៉ោងប្រហែលជា 8:30 នាទីថ្ងៃទី25ខែមេសាត្រឹមតែប៉ុន្មាននាទីមុនដែលគាត់បានធ្វើប្រតិបត្តិការគម្រោងនៅក្នុងការធ្វើឃាតប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald J. Trump ដែលលោក Allen បានធ្វើការផ្ញើអ៊ីមែលមួយទៅកាន់សមាជិកគ្រួសាររបស់គាត់និងអតីតមេរបស់គាត់ម្នាក់សារនោះសរសេរថាខ្ញុំសូមជូនពរឲ្យខ្ញុំអាចនិយាយអ្វីមុននេះប៉ុន្តែការធ្វើដូច្នេះនឹងមិនធ្វើឲ្យរឿងនេះអាចទៅរួចឡើយខ្ញុំសូមអភ័យទោសយ៉ាងស្មោះស្ម័គ្រចំពោះបញ្ហាទាំងអស់ដែលខ្ញុំបានបង្កឡើងនៅពីសារនេះផងដែរអ្នកសេពអង្កេតបានរកឃើញសេចក្តីថ្លែងការណ៍មួយផ្សេងទៀតដែលមានសារវែងជាងនេះដោយនិយាយអំពីឯកសារដែលពោពេញទៅដោយភាពត្អូញត្អែនិងការរិះគន់នយោបាយដែលផ្ដោតពិសេសទៅលើរដ្ឋបាលរបស់លោក Donald Trumpជាពិសេសគាត់បានចុះបញ្ជីតែម្ដងកំណត់យកមន្ត្រីរដ្ឋបាលជាគោលដៅដែលត្រូវបានចាត់ថ្នាក់ពីខ្ពស់បំផុតទៅទាបបំផុតគាត់បានបញ្ជាក់យ៉ាងច្បាស់ថាមិនបានកំណត់គោលដៅទៅលើការអនុវត្តច្បាប់នោះទេមានតែមន្ត្រីតែប៉ុណ្ណោះដែលអនុវត្តមានន័យថាជាចេតនារបស់លោក Allen គឺដើម្បីកំណត់គោលដៅមន្ត្រីរដ្ឋបាល Donald Trump ជាច្រើនអ្នកជាពិសេសគឺប្រធានាធិបតីរបស់ខ្លួនឯងនឹងផ្ដាល់តែម្ដងនៅថ្ងៃនោះផងដែរប្អូនស្រីរបស់គាត់គឺលោកស្រី Ariana Allen បានប្រាប់អ្នកស៊ើបអង្កេតសហព័ន្ធថាបងប្រុសរបស់គាត់បានធ្វើរឿងជ្រុលនិយមដែលផ្ទុយជាមួយនឹងមតិយ៉ាងច្រើនសំខាន់បទដ្ឋានសង្គមឬក៏ស្ថានភាពបច្ចុប្បន្ន
កាន់តែខ្លាំងឡើងអស់មួយរយៈពេលមកហើយបងប្រុសរបស់គាត់តែងតែផ្អែកទៅលើផែនការធ្វើរឿងអ្វីមួយដើម្បីដោះស្រាយអ្វីដែលគាត់យល់ថាជារឿងអយុត្តិធម៌បំផុតនៅលើពិភពលោកហើយអ្វីដែលសំខាន់ជាងនេះទៀតបងប្រុសរបស់លោក Carl Thomas Allen បានធ្វើការតាក់ទងទៅប្តឹងប៉ូលីសឬក៏ទៅប្រាប់ប៉ូលីសនៅ New London បន្ទាប់ពីទទួលបានសេចក្តីថ្លែងការណ៍ពីប្អូនប្រុសរបស់គាត់ប៉ុន្តែការហៅទូរស័ព្ទនៅម៉ោង 10:49 នាទីយប់យឺតប្រហែលជា2ម៉ោងបន្ទាប់ពីការបាញ់ប្រហារបានកើតឡើងរួចបាត់ទៅហើយលោក Cole បានរៀបចំផែនការអស់រយៈពេលជាច្រើនសប្តាហ៍មកហើយដែរអ្នកនរគ្នាមិនមែនមានន័យថាគាត់ធ្វើការដោយគ្មានផែនការនោះទេនៅថ្ងៃទី6មេសាឆ្នាំ2026លោក Cole បានធ្វើការកក់ទុកនៅ Washington Halton សន្តាគារដែលពិធីជប់លៀងអ្នកឆ្លើយឆ្លងព័ត៌មានសតវិមាននឹងត្រូវធ្វើឡើងសម្រាប់រយៈពេល3យប់ថ្ងៃទី24ខែមេសាដល់ថ្ងៃទី26ខែមេសាកាលពីខែសីហាឆ្នាំ2025គាត់បានទិញកាំភ្លើងខ្លីប្រភេទ 12 gauge pump action ពីអ្នកចែកចាយអាវុធម្នាក់នៅរដ្ឋ California បន្ទាប់មកទៀតគាត់ក៏បានទិញកាំភ្លើងខ្លី 38 caliber semi automatic កាលពីខែតុលាឆ្នាំ2023ទៀតផងដែរអាវុធទាំងពីរនេះត្រូវទទួលស្គាល់ដោយស្របច្បាប់ប្រហែលនៅថ្ងៃទី22-23ខែមេសាឆ្នាំ2026លោក Coles បានឡើងរថភ្លើងនៅ Los Angeles ធ្វើដំណើរទៅកាន់ Chicago ហើយបន្ទាប់មកគាត់បានជិះរថភ្លើងបន្តទី2ទៅកាន់ Washington DC គាត់ទៅដល់រដ្ឋធានីនៅម៉ោង1រសៀលថ្ងៃទី24ខែមេសាបន្ទាប់មកគាត់ក៏បានចូលទៅក្នុងសន្តាគារ Washington Hilton ក្រោយមកតាមរយៈការឃ្លាំមើលរបស់សន្តាគារបានបង្ហាញថាគាត់នៅក្នុងបន្ទប់ជាន់ទី10ស្លៀកពាក់ឈុតពណ៌ខ្មៅជាមួយនឹងកាបូបខ្មៅរបស់គាត់មួយដែលមានផ្ទុកទៅដោយកាំភ្លើងខ្លី shotgun ហើយនិង handgun ដែលជាកាំភ្លើងសម្រាប់ធ្វើការបាញ់ប្រហារលោក Donald Trump នឹងឯងនិងភ្ជាប់មកជាមួយនឹងកាំបិតជាច្រើននៅក្នុងកាតាបនោះផងដែរនៅថ្ងៃទី25ខែមេសាឆ្នាំ2026យប់នៃអាហារពេលល្ងាចមកដល់លោក Cole បានប្រើចណ្ដាលខាងក្នុងសន្តាគារដោយចេតនារំលងតំបន់ត្រួតពិនិត្យយ៉ាងតឹងរ៉ឹងបំផុតហើយចេញទៅ John Terrace ដែលនាំលោកទៅដល់សាលធំនិងកម្រាលព្រំពណ៌ក្រហមនៃអាហារពេលល្ងាចរបស់អ្នកឆ្លងឆ្លើយព័ត៌មានដោយផ្ទាល់នៅម៉ោងប្រហែលជា 8:40 នាទីយប់គាត់បានទៅដល់ចំណុចត្រួតពិនិត្យរបស់សន្តិសុខគាត់បានរត់កាត់ឧបករណ៍ស្កែនកាន់កំភ្លើងខ្លីទម្លុះកងកម្លាំងសន្តិសុខចូលទៅកាន់ច្រកទ្វារទី1បន្ទាប់មកគាត់បានបាញ់កំភ្លើងទៅលើភ្នាក់ងារសម្ងាត់ម្នាក់មួយគ្រាប់នៅដើមទ្រូងប៉ុន្តែត្រូវបានការពារទៅដោយអាវក្រោះការពារគ្រាប់កំភ្លើងដោយគាត់មិនទទួលរងរបួសធ្ងន់នោះទេបន្ទាប់មកមន្ត្រីនោះក៏បានធ្វើការដកអាវុធរបស់គាត់បាញ់តបវិញបណ្ដាលឲ្យលោក Coles Allen បានដួលទៅនឹងដីហើយរងរបួសស្រាលផងដែរគាត់ត្រូវបានគេបង្ក្រាបនិងចាប់ខ្លួននៅនឹងកន្លែងតែម្ដងចំណែកឯនៅក្នុងបន្ទប់នៃការញ៉ាំអាហារពិធីជប់លៀងពេលល្ងាចវិញភ្ញៀវបានឮសំឡេងផ្ទុះយ៉ាងហោចណាស់ចំនួន5ដងជាប់គ្នាដែលនៅឆ្ងាយត្រឹមតែប៉ុន្មាន feet តែប៉ុណ្ណោះនៅក្នុងបន្ទប់បានបង្កឲ្យមានការផ្ទុះឡើងទៅជាភាពវឹកវរជាខ្លាំងភ្ញៀវបានធ្វើការក្រាបក្បាលរបស់គាត់ចូលទៅក្រោមតុដើម្បីការពារសុវត្ថិភាពរបស់ពួកគេជាពិសេសលោក Donald Trump និងភរិយារបស់គាត់បូករួមជាមួយនឹងលោក JD Vance ត្រូវបានជំលៀសចេញភ្លាមៗតែម្ដងនៅកន្លែងកើតហេតុដោយក្រុមភ្នាក់ងារពិសេសរបស់សហរដ្ឋអាមេរិកនៅយប់នៃការវាយប្រហារលោក Donald Trump ក៏បានធ្វើសេចក្តីថ្លែងការណ៍ទៅកាន់អ្នកយកព័ត៌មានពីបន្ទប់ប្រជុំសតវិមានផងដែរដោយលោកបានពណ៌នាអំពីលោក Cole ថាជាការងារវាយប្រហារតែម្នាក់ឯងលោកបាននិយាយថាលោកបានឮសំឡេងនោះផងដែរហើយដំបូងគិតថាវាគឺជាត្រេឬក៏ឧបករណ៍ធ្លាក់តែប៉ុណ្ណោះជាពិសេសលោកបានធ្វើការសរសើរទៅកាន់ភ្នាក់ងារកងកម្លាំងពិសេសរបស់សហរដ្ឋអាមេរិកដែលបានធ្វើការឆ្លើយតបយ៉ាងរហ័សនិងមានប្រសិទ្ធភាពខ្ពស់នៅថ្ងៃអាទិត្យបន្ទាប់លោកក៏បានពណ៌នាអំពីលោក Cole ថាជាបុរសម្នាក់ដែលមានបញ្ហាខ្លាំងហើយបានហៅស្ថានភាពនេះថាគឺជាវិជ្ជាជីវៈដ៏គ្រោះថ្នាក់បំផុតឥឡូវនេះគឺជាការប៉ុនប៉ងសម្លាប់ជាលើកទី3ហើយប្រឆាំងជាមួយនឹងលោកចាប់តាំងពីឆ្នាំ2024បន្ទាប់ពីការបាញ់ប្រហារនៅ Buller ក្នុងខែកក្កដាឆ្នាំ2024និងឧបទ្ទវហេតុក្លឹបវាយកូនហ្គោលនៅក្នុងខែកញ្ញាឆ្នាំ2024ដូចគ្នាហើយក្នុងនោះក៏មានរឿងឲ្យគួរឲ្យអស់សំណើចផងដែរ
ពីថ្ងៃបន្ទាប់នៃការបាញ់ប្រហារទាំងលោក Donald Trump ហើយនិងភរិយារបស់គាត់បានធ្វើការចោទប្រកាន់ទៅលើពិធីករកម្មវិធីនាពេលយប់នោះលោក Jimmy Kimmel ដែលពីបទញុះញង់អំពើហិង្សាបន្ទាប់ពីលោក Kimmel បាននិយាយលេងសើចមុនពេលដែលអាហារពេលល្ងាចចាប់ផ្ដើមទៅកាន់លោកស្រី Melania ថាដូចជាស្ត្រីមេម៉ាយមានផ្ទៃពោះលោក Donald Trump ពិតជាក្តៅឆេវតែម្ដងអ្នកនរគ្នាបានអំពាវនាវឲ្យ ABC ហើយនិង Disney ធ្វើការបណ្ដេញលោក Kimmel ចេញភ្លាមៗតែម្ដងបន្ទាប់មកលោក Kimmel ក៏បានធ្វើការបដិសេធចំពោះបញ្ហានេះអ្នកនរគ្នាដោយការលេងសើចរបស់គាត់ដោយគាត់បានបញ្ជាក់ថាគឺសំដៅទៅលើអាយុមិនមែនអំពើហិង្សានោះទេវាប្រហើនពេកហើយអ្នកនរគ្នានៅមិននៅគេហៅធ្វើ MC ហើយទៅ deal ប្រពន្ធគេទៀតអ្នកនរគ្នា deal ប្រពន្ធណាមិន deal ទៅ deal ប្រពន្ធប្រធានាធិបតីសហរដ្ឋអាមេរិកទៀតព្រះអើយគេមិនដេញចេញទៅជារឿងចម្លែកនៅថ្ងៃទី27ខែមេសាក្រសួងយុទ្ធភ័ពបានធ្វើការចោទប្រកាន់ទៅកាន់លោក Cole ជាផ្លូវការជាមួយនឹងបទចោទប្រកាន់ចំនួន3ទី1ការប៉ុនប៉ងធ្វើឃាតប្រធានាធិបតីសហរដ្ឋអាមេរិកចំណែកទី2គឺការដឹកជញ្ជូនអាវុធឆ្លងកាត់ព្រំដែនរដ្ឋដោយមានចេតនាប្រព្រឹត្តបទឧក្រិដ្ឋទី3គឺការបាញ់អាវុធនៅក្នុងកំឡុងពេលប្រព្រឹត្តអំពើហិង្សាបន្ទាប់មកលោកស្រី Susie Wiles ប្រធានបុគ្គលិកសេតវិមានបានប្រកាសអំពីការត្រួតពិនិត្យឡើងវិញនៅសន្តិសុខបន្ទាប់ពីហេតុការណ៍នេះបានកើតឡើងអញ្ចឹងសាច់រឿងនេះក៏បានមកដល់ទីបញ្ចប់ផងដែរអ្នកនរគ្នាបើសិនជាអ្នកនរគ្នាចូលចិត្តវីដេអូនេះកុំភ្លេចជួយចុច like share ហើយនិង subscribe Channel YouTube របស់ខ្ញុំម្នាក់មួយផងសូមអរគុណសម្រាប់ការទស្សនាមកដល់ទីបញ្ចប់ជួបជាមួយខ្ញុំបាទលីហួននៅវីដេអូបន្តទៀតអរគុណច្រើន